ស្ដេចចាមព្រះនាមជ័យឥន្ទ្រវរ្ម័នទី 4 បានលើកទ័ពតាមផ្លូវទឹកចូលមកលើកលុយនគរកម្ពុជាព្រះបាទត្រីភូនីទឹកសោយរាជមិនបានយូរប៉ុន្មានផងក៏មានស្ដេចចាមមួយអង្គលើកទ័ពមកលើកលុយកម្ពុជាចៅខ្មាំងឈ្លានពានចូលដល់រាជធានីយើងហើយអ្នកឈ្នះគឺជាម្ចាស់ពេលនេះកម្ពុជាជារបស់យើងកម្ពុជាជារបស់យើងចាប់ពីថ្ងៃនេះតទៅយើងជាស្ដេចផែនដីនៃនគរកម្ពុជាព្រះនាមជ័យឥន្ទ្រវរ្ម័នទី 4 ពីព្រះបាទត្រីភូនីទឹកដែលជាស្ដេចជ្រែករាជអស់ព្រះជន្មទៅព្រះអង្គជ័យធនក៏បានរៀបចំបង្កើតកម្លាំងកងទ័ពដើម្បីតស៊ូរំដោះមហានគរពីកណ្ដាប់ដៃខ្មាំងសត្រូវឈ្លានពាន